វាគឺដាក់ផ្លែកម្យ៉ាងបងនៅពេលដែលបងប្អូនយើងគាត់បលេងបងប្អូនឃើញសនេះតិចច្រឡំបុកពីពីងអីអត់ទេបងប្អូនបាទគឺទឹកលុបបាទនៅពេលដែលបងប្អូនគាត់បានបលេងបាទគាត់សរសេរដឹងស្អីស្អីឈ្មោះណាណៃបងប្អូននេះឈ្មោះនេះលុបនិចអីថ្ងៃទីប្រហែលខែប្រហែលសរសេរនេះទាំងអស់បងប្អូនបាទហើយដឹងតែគាត់សរសេរនឹងបញ្ជាក់ពីក្តីស្រឡាញ់អីមិនអត់ដឹងបងប្អូនអ្នកខ្លះក៏មានដាក់លេខទូរស័ព្ទអ្នកខ្លះក៏ដាក់ឈ្មោះទីមអីអូបងប្អូនចាំមែនទេ okបងប្អូនអរគ្នាបាទឥឡូវនេះយើងកំពុងតែស្ថិតនៅបាទទីតាំងរមណីយដ្ឋានមួយកន្លែងមានឈ្មោះថាទឹកធ្លាក់ច្អងបងប្អូនហើយនិយាយថាទេសភាពបងប្អូននេះសិតតែផ្ទាំងថ្មឡើងស្អាតមែនទេបងប្អូនប៉ុន្តែតោះម្យ៉ាងបងប្អូនដោយសារខែនេះបងប្អូនវាអត់សូវមានទឹកបងប្អូនបើសិនជាបងប្អូនមកខែវស្សាបងប្អូនហើយគឺទឹកធ្លាក់មកពីលើគឺស្រស់ស្អាតមែនទេបងប្អូនដូចបងប្អូនដឹងស្រាប់បាទកាលពីមុនបាទបងប្អូនមកគឺបងប្អូនពិបាកត្រង់ផ្លូវបាទអត់សូវមានបងប្អូនមកលេងច្រើនប៉ុន្តែឥឡូវនេះបងប្អូនមិនបាច់បារម្ភរឿងផ្លូវទេបងប្អូនបាទគឺថាផ្លូវគឺបាទគឺស្អាតមែនទេបងប្អូនបាទផ្លូវចាក់កស៊ូបងប្អូនគឺភ្លឹងតែម្ដងហើយមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមកបងប្អូនហើយកុំភ្លេចមកលេងរមណីយដ្ឋានទឹកធ្លាក់ច្អងដល់នេះបងប្អូនបាទទេសភាពគឺញាក់សាច់តែម្ដង